សន្ទុះប្រាក់ដុល្លារបានកើនឡើងបន្តិចលើ99នៅថ្ងៃប្រហ័សដោយបានកើនមកវិញបន្ទាប់ពីបានធ្លាក់ពីវគ្គមុនខណៈដែលអ្នកវិនិយោគបានសម្លឹងឆ្ពោះទៅមុខលើរបាយការណ៍អតិផរណាខែកញ្ញាដល់ថ្ងៃសុក្រដែលអាចផ្ដល់ការយល់ដឹងអំពីសេដ្ឋកិច្ចកំឡុងពេលមានការរអាក់រអួលក្នុងការចេញទិន្នន័យការបិទរដ្ឋាភិបាលអាមេរិករយៈពេល3សប្តាហ៍បានពន្យាពេលការចេញផ្សាយទិន្នន័យសំខាន់ៗដែលជាសូចនាករសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចនិងការសម្រេចចិត្តលើអត្រាការប្រាក់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានច្រានចោលសំណើសុំជួបរបស់សមាជិកសភាកំពូលនៃគណៈបកប្រជាធិបតេយ្យ Democrat រហូតដល់ការបិទរដ្ឋាភិបាលត្រូវបានបញ្ចប់ទន្ទឹមនឹងនេះធនាគារកណ្ដាលត្រូវបានរំពឹងយ៉ាងទូលំទូលាយថានឹងកាត់បន្ថយអត្រាការប្រាក់ 0.25% នៅសប្តាហ៍ក្រោយនិងបន្ថយម្ដងទៀតនៅក្នុងខែធ្នូនៅលើផ្នែកពាណិជ្ជកម្មលោកត្រាំបាននិយាយថាកិច្ចប្រជុំនាពេលខាងមុខរបស់គាត់ជាមួយប្រធានាធិបតី ស៊ី ជីនពីងត្រូវបានកំណត់ពេលរួចហើយដោយនេះបានបន្ធូរបន្ថយការភ័យខ្លាចនិងភាពតានតឹងមួយចំនួនអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនប្រាក់ដុល្លារបានកើនឡើងនេះដោយសារតែមានការទាក់ទាញការគាំទ្រពីភាពទន់ខ្សោយនៃប្រាក់ផោននិងប្រាក់យ៉េនបន្ទាប់ពីការចេញផ្សាយតួលេខអតិផរណាទន់ខ្សោយរបស់ចក្រភពអង់គ្លេសនិងការរំពឹងទុកកើនឡើងនៃការចាក់បញ្ចូលសាច់ប្រាក់យ៉េនចូលនៅក្នុងទីផ្សារដែលគេហៅថា fiscal stimulus នៅប្រទេសជប៉ុនតម្លៃមាសបានធ្លាក់ចុះមកនៅប្រហែល$4080ក្នុង1អោននៅថ្ងៃប្រហ័សដោយបានបន្តការធ្លាក់ចុះរបស់ខ្លួនសម្រាប់3ថ្ងៃជាប់គ្នាកំឡុងពេលមានសម្ពាធពីការលក់មាសចេញជាបន្តបន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់ម្ដងហើយម្ដងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីនេះកន្លងមកតម្លៃមាសបានធ្លាក់ចុះប្រហែល6%ទាបជាងកម្រិតកំពូលខ្ពស់របស់វាដែលធ្លាប់បានឡើងទៅដល់តម្លៃ$4382នៅក្នុង1អោនដែល6%នេះជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ធំបំផុតក្នុងរយៈពេលជាង5ឆ្នាំនេះមូលហេតុនៃការធ្លាក់ចុះនេះដោយសារមានភាពសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដ៏មានសក្តានុពលរវាងសហរដ្ឋអាមេរិកនិងចិននៅមុនពេលមានកិច្ចពិភាក្សារវាងប្រធានាធិបតីត្រាំនិងស៊ីជីនពីងនិងរួមជាមួយនឹងសម្ដីផ្សះផ្សាបន្ថែមទៀតរបស់ដូណាល់ត្រាំចំពោះប្រទេសចិនបានកាត់បន្ថយការទាក់ទាញតម្រូវការទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាមាសនេះទោះជាយ៉ាងណាក៏ដោយមាននៅតែកើនឡើងប្រហែល 55% សម្រាប់ឆ្នាំនេះនិងលើសពី 5% ក្នុងខែនេះដោយការរំពឹងទុកថាFederal Reserve នឹងអនុវត្តការកាត់បន្ថយអត្រាការប្រាក់បន្ថែមចំនួន2ដងទៀតនៅក្នុងចុងឆ្នាំនេះភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏បន្តផ្ដល់ជំនួយកំណើនតម្លៃមាសផងដែរសម្រាប់នាពេលខាងមុខបន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីបន្ទាប់ពីមានរបាយការណ៍ថាកិច្ចប្រជុំកំពូលរវាងលោកដូណាល់ត្រាំនិងលោកពូទីនដែលបានគ្រោងទុកត្រូវបានពន្យាពេលបន្ទាប់ពីទីក្រុងមូស្គូបានបដិសេធបទឈប់បាញ់ជាមួយនឹងអ៊ុយក្រែន